លោកអត់សូវស្រឡាញ់ខ្មែរទេអាហ្នឹងនិយាយភាសាចំពិភពលោកអត់ស្រឡាញ់ខ្មែរទេសំណួរសួរថាតើហេតុម្ដេចបានពិភពលោកអត់ស្រឡាញ់ខ្មែរទេពីព្រោះខ្មែរគឺជាមនុស្សដែលគេកាត់ចាត់ទុកថាជាមនុស្សដែលមានជំងឺឯកោនិយមអ្វីទៅដែលគេចាត់ទុកថាប្រទេសកម្ពុជាជាប្រទេសដែលមានជនជាតិឯកោនិយមពីព្រោះជនជាតិនេះក្រោយពីគេបានចំណាយដើមទុនអស់ជាង$2000 លានដើម្បីឲ្យប្រទេសនេះស្ដារសង្គមជាតិឡើងវិញប្រទេសនេះធ្លាក់ទៅក្នុងឋាននរកដដែលគឺបានសេចក្តីថាប្រទេសនេះណាគឺសบายរីករាយនឹងភាពស៊ីជោភាពអួតភាព fake របស់មេដឹកនាំដែលជាកុម្មុយនីសដដែលមេដឹកនាំនៃប្រទេសនេះធ្វើឲ្យគេជ្រិញដូច្នេះគេមិនសូវស្រឡាញ់កម្ពុជាដ៏សម្បូររុងរឿងរបស់យើងទេតាំងពីសៀមវៃមកគេដឹងថាសៀមឆ្លៀនពៀនខ្មែរតែគេនៅស្ងៀមអញ្ចឹងរឿងជន់មីននេះគេក៏មិនយកចិត្តទុកដាក់ដែរហ្វីលីពីនមុនមកទស្សនកិច្ចនៅស្រុកខ្មែរមេតបហ្វីលីពីនមកស្រុកថៃមុនអូខេចាប់នៅពេលដែលមេតបហ្វីលីពីនមកស្រុកថៃជួបកងទ័ពថៃជួបមេបញ្ជាការកងទ័ពនៅពេលមកស្រុកខ្មែរជួបនាយករដ្ឋមន្ត្រីនាយទាហានជាន់ខ្ពស់ហ្វីលីពីនមកជួបនាយករដ្ឋមន្ត្រីគឺមានន័យថាពិធីការជា diplomacy ការទូតមេបញ្ជាការហ្វីលីពីនជួបនឹងមេបញ្ជាការថៃយុទ្ធសាស្ត្រតែខ្មែរចូលខ្មែរថៃរដ្ឋមន្ត្រីអញក៏ជួបដែរអញ្ចឹងអូខេណាស្លាំម៉ាត់លីស្លាំគេជ្រិញនឹងយើងកូនអើយបាយឡគេដឹងតាគេមិនដឹងគេដឹងតាគេខ្ជិលឧទាហរណ៍ថាចៅឯងចូលពេកហើយមានអាណាមួយមកតត់ចៅឯងចេះតាធ្វើមើលមិនឃើញយល់ទេអត់ចៅឯងស្រែកតាគេតត់ខ្ញុំអត់បានមើលផងអាណាទៅណាហើយណាមានន័យថានៅក្នុងចិត្តតាឲ្យគេតត់ចៅឯងខ្លះទៅព្រោះជ្រិញអានឹងអញ្ចឹងណាម៉ាត់ស្លាំអានឹងអញ្ចឹងទេតើសៀមមានសមត្ថភាពត្រួតត្រាឬដាក់អាណានិគមនិយមលើខេត្តមួយចំនួនរបស់ខ្មែរដូចអតីតកាលបើផ្អែកលើអំណាចយោធានិងសេដ្ឋកិច្ចសៀមនាបច្ចុប្បន្នអត់ទេអត់មានសមត្ថភាពទេ